អង្គព្រះអង្គព្រះធីតាមីចូលអ្នកត្រឡប់ទៅវិញចុះអំពើដែលអ្នកកំពុងតែព្យាយាមនេះมันអាចឲ្យយើងឆ្លក់វង្វេងបានឡើយយើងបំផ្លាញសេចក្តីប្រាថ្នាទាំងអស់យើងបានបំផ្លាញនៅចំណងនិងសេចក្តីព្យាយាមចិត្តណាមួយអស់ហើយអស់រលីងហើយខ្ញុំម្ចាស់តណ្ហានិងប្អូនរាគាប្អូនអរតីមិនបានមកបន្លំប្រើល្បិចកម្មាយាចំពោះព្រះអង្គខ្ញុំពេញចិត្តពិតណាស់ក្រាបទូលពិតមិនហើយព្រះអង្គតាំងពីណាពីណីមកមិនធ្លាប់មានបរិះណាដែលធ្វើឲ្យពួកខ្ញុំម្ចាស់ពេញចិត្តនិងវង្វេងដូចជាព្រះអង្គសោះឡើយពិតមែនហើយព្រះអង្គពួកខ្ញុំម្ចាស់3អ្នកបងប្អូនពេញចិត្តប្រកល់កាយប្រកល់ចិត្តដល់ព្រះអង្គដោយមិនប្រាថ្នានៅវត្ថុតបស្នងណាមួយសូមតែព្រះអង្គពេញហឫទ័យទោះពេលវេលាដ៏ខ្លីក៏ដោយចុះក៏ពួកខ្ញុំម្ចាស់អស់ចិត្តដែរក្រាបទូលយើងបានប្រាប់ពួកអ្នកទាំងអស់គ្នាហើយមែនទេថាយើងបានបំផ្លាញចំណងនិងសេចក្តីពេញចិត្តណាមួយអស់ទៅហើយតើនៅមានវត្ថុណាដែលពួកអ្នកទាំងអស់គ្នានឹងស្វែងរកនៅក្នុងទីនេះទៅត្រឡប់ទៅវិញទៅអូនរទីអូនអរតីហើយមិនបានទៅជាយ៉ាងនេះអូយជួយផងកុំឲ្យខ្លាចណាកុំឲ្យរអើមណាកុំឲ្យខ្លាចណាលោកអើយអូយជួយផងធ្លាក់ក្នុងអំណាចទៀតបានឡើយអូយក្នុងសប្តាហ៍ទី6ព្រះសម្មាសម្ពុទ្ធទ្រង់ទៅប្រថាប់សោយវិមុតសោកឯក្រោមដើមមួយជលិនរហូតមួយសប្តាហ៍នោះមានភ្លៀងធ្លាក់រាល់ថ្ងៃក្នុងពេលនោះមានស្ដេចនាគឈ្មោះមុជលិនកាលសទ្ធាជ្រះថ្លាទើបចូលទៅជិតហើយវារំពាត់ជុំវិញព្រះអង្គដោយបំបាំងពពាសិលការពារខ្យល់រន្ទះនិងភ្លៀងមិនឲ្យប៉ះពាល់ព្រះវរកាយព្រះអង្គបានឡើយកាលដែលភ្លៀងនិងខ្យល់ស្ងប់ហើយក៏ពន្លាពពាចេញខ្លែងខ្លួនជានាគដ៏តូចចូលមកថ្វាយបង្គំព្រះសម្មាសម្ពុទ្ធទូលព្រះបង្គំស្ដេចនាគមុជលិនសូមក្រាបថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ក្រាបទូលសេចក្តីស្ងប់ជាសេចក្តីសុខរបស់បុគ្គលមានធម៌សេចក្តីត្រេកអរក្នុងទីស្ងាត់ការមិនបៀតបៀនសត្វទាំងឡាយសេចក្តីប្រាជ្ញា
សេចក្តីដំរេកហើយផុតពីកាមទាំងឡាយបានជាសេចក្តីសុខដល់កុសលក្នុងលោកការលះបង់នៅសេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកដទៃជាសេចក្តីសុខដ៏ក្រៃលែងព្រះអង្គបានសោយវិមុតសុខរហូតមកដល់7សប្តាហ៍នៅពេលនេះទ្រង់មិនទាន់សោយព្រះកយ៉ាទៀតទូព្រះបង្គំបានយកផ្លែស្រមោដែលជាព្រះហស្ថអំពីទេវលោកមកបង្អោនថ្វាយសូមព្រះពុទ្ធជាម្ចាស់ទទួលផងចោះក្រាបទូលពេលនេះទាំងពីរអ្នកបងប្អូននេះបានធ្វើបន់រួមជាមួយយើងមកដូច្នេះហើយយើងនឹងសង្គ្រោះឲ្យបានជួបនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់មើលចុះបងតាបសានៅសុករទេះរបស់យើងទាំងអស់ក៏ឈប់នៅមួយកន្លែងដូចជាស្លោះជាប់នឹងផែននៃចឹងយើងជួយគ្នាវាយកោយ៉ាងណាក៏ទាញមិនបានដែរនេះបងគិតធ្វើយ៉ាងម៉េចទៀតបងគិតធ្វើយ៉ាងម៉េចទៅនេះអូយពិតជាប្លែកមែនវៃពីដើមមកមិនដែរចឹងទេនេះអូយចាប់មែនទេណោះអូយស្អីណែពេលនេះទាំងពីរអ្នកមិនដឹងទេថាពេលនេះមានព្រះពោធិសត្វទើបតែត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធប្រថាប់គង់នៅក្រោមដើមឈើឯណោះចូលពួកអ្នកទាំងពីរប្រញាប់ចូលទៅថ្វាយបង្គំព្រះអង្គនិងថ្វាយនៅសដៅដុំសដៅផងដែលពួកអ្នកទាំងពីរនាំមកជាប់ខ្លួនផងណាឆាប់ប្រញាប់ទៅខ្ញុំម្ចាស់ពីអ្នកបងប្អូនសូមថ្វាយនៅសដៅដុំនិងសដៅផងសូមព្រះពុទ្ធជាម្ចាស់មេត្តាទទួលផងចោះក្រាបទូលបាតរបស់យើងបានបាត់ទៅមុនថ្ងៃបានត្រាស់ដឹងការទទួលបាយមេធុបាយៈពីនាងសុជីតាថាមេដែលដាក់មកបានអធិដ្ឋានបារមីបណ្ដែតទឹកទៅពេលនេះនេះបនិចទាំងពីរមកថ្វាយអាហារទៀតបុព្វជិតមិនគួរមានបាតច្រើនជាមួយឡើយអ្នកដែលមានសតិបញ្ញាប្រសើរការស្ដាប់ធម៌ហើយបានការទទួលការអប់រំបន្ថែមក៏អាចដឹងនិងយល់បានខ្ញុំព្រះអង្គម្ចាស់តពោសៈនិងប្អូនប្រុសផលិកាសូមថ្វាយខ្លួនជាឧបាសកនៅក្នុងព្រះពុទ្ធសាសនានិងសូមដល់ព្រះពុទ្ធព្រះធម៌ជាទីពឹងអស់មួយជីវិតផងចោះក្រាបទូលខ្ញុំបានទាំងពីរអ្នកបងប្អូននេះគឺប្រាថ្នាចង់បាននៅវត្ថុណាមួយដើម្បីទុកជាទីសក្ការៈបូជាសូមព្រះពុទ្ធជាម្ចាស់ប្រទានផងចោះក្រាបទូលយើងបានត្រាស់ដឹងធម៌ដោយអត្ថជ្រាលជ្រៅនិងបានដល់មនុស្សទូទៅនឹងដឹងហើយ
បុគ្គលនៅក្នុងលោកនេះគឺមានច្រើនចំពោះណាស់អ្នកដែលមានសតិបញ្ញាឈ្លាសវៃការស្ដាប់ធម៌និងយល់បានក្នុងពេលដ៏ឆាប់រហ័សប្រៀបដូចជាផ្កាឈូកដែលនៅផុតអំពីទឹកការត្រូវពន្លឺព្រះអាទិត្យហើយក៏រីកបានភ្លាមតែម្ដងអ្នកដែលមានសតិបញ្ញាប្រសើរការស្ដាប់ធម៌ហើយទទួលបាននូវការអប់រំបន្ថែមក៏នឹងអាចដឹងនិងបានយល់នៅពេលមិនយូរប្រៀបបានដូចជាផ្កាឈូកដែលនៅមាត់ទឹកដែលនៅប្រប្រាស់មាត់ទឹកដែលនឹងរីកក្នុងថ្ងៃខាងមុខអ្នកដែលមានបញ្ញាតិចការស្ដាប់ធម៌ហើយទទួលបាននូវការអប់រំជាប្រចាំមានសទ្ធាមានសេចក្តីព្យាយាមមានសទ្ធាក្នុងទីបំផុតអាចដឹងនឹងយល់បានប្រៀបដូចជាផ្កាឈូកដែលនៅក្រោមទឹកដែលនឹងសន្សំផុតអំពីទឹកហើយក៏រីកបាននៅក្នុងទីបំផុតដូចគ្នាដែរហើយចំពោះអ្នកដែលមកក្រោយគេបំផុតសូម្បីស្ដាប់ធម៌ប៉ុន្មានក៏មិនអាចជ្រាបបានដឹងឡើយប៉ុន្តែក៏ជាបច្ច័យក្នុងការសម្រេចធម៌ក្នុងភពតទៅប្រៀបដូចជាផ្កាឈូកដែលលេចនៅនឹងភក់ដែលជាអាហាររបស់អណ្ដើកនិងត្រីមិនមានឱកាសនឹងផុតអំពីទឹកមករីកបានឡើយការបើដូច្នេះហើយយើងនឹងរក្សាជីវិតទុកនៅដើម្បីផ្សព្វផ្សាយព្រះធម៌ដល់មនុស្សលោករហូតដល់ព្រះពុទ្ធសាសនាផ្សព្វផ្សាយទូទៅតាំងនៅព្រះពុទ្ធសាសនាយ៉ាងរឹងមាំដើម្បីជាប្រយោជន៍ដើម្បីជាសេចក្តីសុខដល់មនុស្សលោកសាធុហើយគួរឲ្យស្ដាយអលត្តបោះបានអស់អាយុកាល7ថ្ងៃហើយចំណែកឧតកតបោះបានចាក់ចេញពីម្សិលមិញនេះឯងនេះបើអលត្តបោះនៅមានអាយុ7ថ្ងៃទៀតនោះនិងឧតកតបោះនៅរងចាំមួយថ្ងៃទៀតនោះទាំងពីរនាក់នឹងបានសម្រេចអមតធម៌យ៉ាងពិតប្រាកដព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបដោយទឹកចក្ខុវិញ្ញាណនៅការស្លាប់នៃអលត្តបោះនិងឧតកតបោះហើយទ្រង់នឹកដល់បញ្ចវិគិទាំង5ដែលប្រណិប័តការដែលទ្រង់ធ្វើទុក្ករកិរិយាគឺជាអ្នកដែលមានសតិបញ្ញាច្រើនការបើបានស្ដាប់ធម៌ទេសនាក៏នឹងអាចត្រាស់ដឹងធម៌ដោយឆាប់រហ័សផងដែរអូនោះហើយនោះព្រះសមណគោតមដែលពួកយើងទទួលបម្រើមួយរយៈនោះអីនោះទ្រង់នោះពិតមែនហើយនៅសុកក៏ឈប់បំពេញសេចក្តីព្យាយាមនេះបានមកដល់ពួកយើងមិនសំពះមិនងើបទទួលទេគ្រាន់តែអាសនៈទុកទៅបានហើយចង់ទ្រង់គង់ឬមិនគង់ក៏តាមតែចិត្តទ្រង់ចោះមើលចោះហេតុអីណោះហេតុអីក៏ចិត្តយើងត្រេកអរនៅពេលដែលបានជួបនឹងព្រះសមណគោតមធ្វើឲ្យពួកយើងភ្លេចរឿងដែលព្រមព្រៀងគ្នាថានឹងធ្វើជាមិនចាប់អារម្មណ៍សូម្បីតែយើងជាកោដដែងព្រានេះក៏យើងនៅតែភ្លេចដែរព្រះសមណគោតមធ្វើដូចម្ដេចទើបទ្រង់អាចមកជួបពួកយើងនៅឯព្រៃនេះបានពួកលោកកុំហៅយើងដូច្នេះឡើយណាពេលនេះយើងបានត្រាស់ដឹងធម៌ដោយប្រពៃហើយពួកលោកទាំងអស់គ្នាចូលស្ដាប់យើងចោះបានប្រណិប័តតាមណាមិនយូរទេពួកលោកនឹងបានដឹងដូចគ្នាក្នុងខណៈដែលលោកបំពេញទុក្ករកិរិយាអស់រយៈពេលដ៏យូរអង្វែងនោះលោកនៅមិនអាចត្រាស់ដឹងនូវធម៌ពិសេសបានផងក៏លោកលះបង់នូវសេចក្តីព្យាយាមដែលជាហេតុធ្វើឲ្យពួកយើងជៀសចេញមកហើយ
នឹងបានត្រាស់ដឹងធម៌ពិសេសយ៉ាងម៉េចទៅ ក្នុងពេលកន្លងមកនោះយើងធ្លាប់ពោលពាក្យវិចារបែបនេះទៅកាន់អ្នកទាំងអស់គ្នាដែរទេ ពិតមែនហើយទ្រង់មិនដែលពោលពាក្យវិចារដូចនេះកាលពីមុនមកទេ ពាក់ព័ន្ធនឹងសេចក្តីសុខក្នុងកាមគុណការធ្វើលំបាកឲ្យខ្លួនលំបាកគ្រប់យ៉ាងជារបស់ដែលបុព្វជិតមិនគួរធ្វើសោះឡើយមិនមែនជាផ្លូវនៃការត្រាស់ដឹងឡើយផ្លូវដើរកណ្ដាលគឺមគ្គមានអង្គ8ដែលប្រព្រឹត្តទៅដើម្បីព្រះនិព្វាន អរិយសច្ចៈដែលជាភាពពិតដ៏ប្រសើរ4ប្រការបានដល់ទុក្ខគឺការមិនសប្បាយកាយមិនសប្បាយចិត្តក៏បីកំណត់ដឹងសមុទយៈគឺសេចក្តីចង់បានដែលជាហេតុនៃទុក្ខក៏បីលះចេញនិរោធគឺសេចក្តីរលត់ទុក្ខគួរធ្វើឲ្យជាក់ច្បាស់ និងមគ្គគឺខប្រតិបត្តិឲ្យដល់សេចក្តីរលត់ទុក្ខគួរធ្វើកើតឡើងព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងព្រះធម្មទេសនាចប់កោដញ្ញព្រានបានធម្មចក្ខុឃើញធម៌សម្រាប់ជាព្រះសោតាបន្តដំបូងមុនគេអញ្ញាកោដញ្ញអញ្ញាកោដញ្ញអញ្ញាកោដញ្ញដឹងហើយណោះ ខ្ញុំព្រះអង្គសូមបបជាភិក្ខុក្នុងព្រះពុទ្ធសាសនា អ្នកចូលជាភិក្ខុធម៌ដែលយើងពោលនោះគឺល្អហើយចូលប្រព្រឹត្តព្រហ្មចារិយៈដើម្បីធ្វើជាទីបំផុតនៃទុក្ខដោយប្រពៃចុះណា